ឥឡូវនេះ Mobile Legends គឺត្រៀមចេញជាមួយនឹង skin ថ្មីមកទៀតហើយអ្នកនរគ្នាប៉ុន្តែ skin ថ្មីដែលត្រៀមចេញមកសាក្រោយនេះគឺសុទ្ធតែជា skin នៅក្នុង server ចិនអ្នកនរគ្នាប៉ុន្តែ skin ទាំងអស់ហ្នឹងដោយដែលខ្ញុំបានធ្លាប់ប្រាប់ដល់អ្នកទាំងអស់គ្នាអញ្ចឹងមិនយូរមិនឆាប់ទេ skin ទាំងអស់ហ្នឹងគឺវានឹងចូលមកដល់ server ផ្លូវការរបស់យើងដូចគ្នាអញ្ចឹងយើងមកមើលជាមួយនឹង skin ថ្មីទាំងអស់ហ្នឹងជាមួយគ្នាហើយខ្ញុំមើលដាក់ quality វាឲ្យច្បាស់សិនអ្នកគ្នាស្រួលមើលអូខេអានេះគឺជា skin ថ្មីរបស់ Hellcat អ្នកនរ skin ថ្មីនេះគឺជា skin ដែលវានៅក្នុង server ចិនដូចគ្នាប៉ុន្តែជាមួយនឹង skin ថ្មីនេះបើយើងមើលទៅលើរូបរាងគឺវាស្តៀងគ្នាជាមួយនឹង skin Legend របស់Saber អ្នកនរគ្នាមើលទៅលើរូបរាងណាហើយមើលមាត់ឡើងស្ញាញ់នេះអ្នកនរគ្នាខ្ញុំស៊ូមឲ្យអ្នកនរគ្នាមើលទៅសិននេះមាត់ឡើងស្ញាញ់អូយញាក់សាច់ហើយអ្នកនរគ្នាដល់កឲ្យតែឥឡូវយើងមើលតទៀតតែបើយើងមើលមកផ្លែទៅស្អាតអ្នកគ្នា skin នេះចេញមកគឺដឹងញាក់សាច់ទេប៉ុន្តែខ្ញុំអត់ទាន់ដឹងថា skin នេះគឺជា skin ប្រភេទអីទេអានេះគឺជា skill effect វាយអ្នកគ្នានិយាយទៅ skin នេះបើយើងមើលឲ្យងាយស្រួលយល់ណាគឺវាស្តៀងគ្នាជាមួយនឹង skin Legend របស់ Saber អ្នកគ្នាទាំង skill effect ចេញមកគឺស្តៀងគ្នាតែម្ដងមិនស៊ូមស្រួលអា skin ហ្នឹង skin Legend ដឹងអ្នកគ្នាចាំបើសិនជាអ្នកទាំងអស់គ្នាគិតថា skin ហ្នឹងជា skin ប្រភេទអីគឺអាច comment នៅខាងក្រោមវីដេអូហ្នឹងមួយមក skill effect វាស្អាតអ្នកគ្នាអានេះគឺជា skin របស់ Idora នេះមកលូពាណិជ្ជកម្មអីណារបស់ Idora អ្នកគ្នា skin នេះក៏ជា skin នៅក្នុង server ចិនដូចគ្នាអ្នកគ្នាតែ skin នេះបើយើងមើលជាមួយនឹង display មកទៅគឺតំណងមកទៅស្អាតចឹងណានេះនិយាយទៅ skin ប្រពន្ធនេះគឺសុទ្ធតែជា skin ដែលខ្ញុំបញ្ជាក់ថាជា skin Dragon ណាអ្នកទាំងអស់គ្នាព្រោះយើងមើលតែស្លៀកបំពាក់លើ skin របស់ Idora តែអ្នកគ្នាឃើញអត់មានសកានេះមានអីណាចឹងអានេះជាប្រភេទ skin Dragon គ្នាយើងអ្នកដែលជាដៃ Idora គឺត្រៀមឲ្យទៅហើយទេអ្នកគ្នា skill basic attack ស្អាតអ្នកគ្នាពេលដែលវាយទៅពេលវាផ្ទុះនៅលើ enemy អូមកចេញរូបនេះរូបអីទៀតអ្នកគ្នាលើ skill ទី1 skill ទី2កាន់តែអែមរូបនេះពត AP ហ្នឹង skin stun ណាអ្នកគ្នា ultimate ក៏លយដែរស្អាតមែនតែនេះស្អាតក្នុងកម្រិតមួយអ្នកគ្នាវាមិនមែនជាស្អាតអស់ដាច់គេតែម្ដងទេអាពេល Idora ដាក់នេះអ្នកគ្នាអាពេល Idora ដាក់ ultimate ហ្នឹងចេញរូបងារពណ៌ជុំវិញ Idora ទៀតហើយបានខុសពីលើហើយធ្លាក់មកវិញពេលនេះមើលទៅគឺតំណងមួយយ៉ាងដែរសម្រាប់គ្នាយើងគិតយ៉ាងម៉េចដែរជាមួយនឹង skin នេះគឺអាច comment នៅខាងក្រោមវីដេអូម្នាក់មួយមកអានេះ recall គេអ៊ីនធឺណិតខ្ញុំងាកដាច់អូតំណងខ្ញុំញ៉ាskin នេះ skin របស់ Yuzong អ្នកគ្នា Yuzong skin នេះហើយឥឡូវនេះទៀតមកចាំមើលថា Yuzong វាសម្រស់ស្អាតប៉ុណ្ណារូបរាងការស្លៀកពាក់អីមើលទៅមិនស្អាតណាស់ណាទេអ្នកគ្នាមើលទៅសាមញ្ញធម្មតាតែវាជា skin epic ល្មមហ្មងអ្នកគ្នាតែបើដាក់ទៅដល់ skin អីផ្សេងអានេះមើលទៅអត់តំណងការវាយ basic attack stake វាអីអ្នកគ្នាសាមញ្ញខ្លាំងមែនតើពេល bike stake back អីណាអា skill ទី1ហ្នឹងក៏មិនសូវលយនេះ skill ទី2និយាយទៅ skin របស់ Yuzong នេះគឺអត់ស្អាតទេអ្នកគ្នាសម្រាប់ខ្ញុំណាតែសម្រាប់អ្នកទាំងអស់គ្នាគិតមិនខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំគឺអត់ស្អាតហ្មងជាមួយនឹង skin Yuzong មើលទៅគឺវាធម្មតាពេកអ្នកទាំងអស់គ្នាគាត់ណាអា skill ទី1របស់វាហ្នឹងវាមានរូបសកានេះតែបន្តិចនិយាយទៅអត់ស្អាតហ្មង
สมัยการใบสเต็กก็อาสาดไอ้โอ้ยเจนเพลิงตุยถ้าโจอยู่สองไปเนี่ยเวียอัดเมียนอีเฟกไอตัวเนื้อเนี่ยเบอร์ใหญ่ปีหกเนี่ยคือเวียทอมนะเวียอัดเมียนไอเวียสะอาดนี่ใหญ่แต่สกินนี้เอายมแรดเอาคือยมแรดเอาดอกใบเลยดอกเนี่ยเนี่ยคือเมื่อเตอทอมนะครั้งมันเนี่ยខ្ញុំគិតថាយូហ្សុងវាជានីអៃហេរ៉ូនីអៃបណ្ដា skin dragon មកប្រហែលជាវាឡូទៀតប៉ុន្តែជាក់ស្ដែងគឺអត់ឡូទេនេះមីយ៉ាចាំមើលមីយ៉ា dragon នេះវិញម្ដងមើលថាវាស្អាតប៉ុណ្ណាតែចំពោះ background ឬក៏អីអាហ្នឹងយើងមិនមើលទេព្រោះវាដូចតែគ្នាទេអាហ្នឹងព្រោះវាជាប្រភេទ skin dragon ណាតែជាក់ស្ដែងចូលដល់ server ផ្លូវការរបស់យើងគឺយើងអត់ទាន់ដឹងថាគេដាក់នឹងជា skin dragon ឬក៏ជា skin epic យើងមានតែចាំមើលទាំងអស់គ្នាសិន风颂千年墨色尽汪អូ 洋 រីខបាញ់បាសតែកថា steak គេធ្វើរូបនេះមួយទៀតត្រង់អាវាបែកស្មៅពេលមីយ៉ាវាបាញ់វាចេញស្មៅមួយទៀតជួយបាញ់អូស្គីទី1ទី2មើលទៅវាគួរសមអ្នកគ្នាស្អាតជាងយូសុងញ៉េស្មោះធំមក ultimate ពេលដែលបើកមកចេញរូបនេះរូបអីមកមើលទៅស្អាតជាងយូសុងដាច់តែប៉ុន្តែវាកម្រិតមួយដែរទេអ្នកគ្នាអាស្គីទី2របស់វាអាពេលបតាន់ដូចជាចេញរូបសោអ្នកគ្នាដុំសោឬក៏ដុំអីខ្ញុំមើលខ្ញុំថាវាមកក្រោយចាំមើលវាសាមអីមកចាំ stop វាមើលអានេះដុំសោឬក៏ដុំអីឬក៏អារូបគេដាក់នេះអានេះដុំសោឬក៏ដុំអីអ្នកគ្នាខ្ញុំមិនដឹងជាដុំអីនេះបើសិនជាគ្នាយើងស្គាល់គឺអាច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកបើអត់ដឹងដុំអីមែនតែ skin នេះក៏មិនសូវជាស្អាតប្រមាថដែរគាត់ថាវាមានអ្វីដែលថ្មីបានតិចចឹងតែប៉ុណ្ណឹងចំពោះ skin dragon បានដូចជា2 3ហើយមានតែ skin Idora ទេមើលទៅតំណើជាងគេ skin Yuzong skin របស់មីយ៉ាអត់សូវឡូសោះមើលទៅធម្មតាអានេះនិយាយតាមការពិតទេអ្នកគ្នាតែសម្រាប់គ្នាយើងគិតមិនខ្ញុំមិនដឹងទេតែសម្រាប់ខ្ញុំមើលទៅគឺវាបែបធម្មតាវាអត់មានអីឲ្យវាស្អាតឲ្យលេចធ្លោតែម្ដងណាចាំមើលយើងមើល skin ផ្សេងទៀតចាំមើលវាមានអីថ្មីទៀតអត់ណាឥឡូវយើងមកមើល cushion វិញម្ដងអ្នកគ្នាឥឡូវ stop លើ cushion ហ្នឹងបើនិយាយពី skin cushion គឺច្រើនខ្លាំងមែនទែន cushion Haya Layla Mia Nana អីហ្នឹងគឺនិយាយពី skin ឡើងនិយាយអ្នកគ្នា skin ឡើង1លាន skin ហ្នឹងហើយចំពោះ hero ណាអត់សូវមាន skin មុនទុនអត់សូវចេញឲ្យតែបើ hero ណាដែលសបោ skin គឺចេញយកតែមែនតើអូនៅមួយទៀត Hanabi ក៏សបោ skin ដែរអ្នកគ្នានិយាយទៅគឺញាក់សាច់តែម្ដងមើលនិយាយពី skin បើប្រកួតប្រជែងថា skin ពីណាច្រើនជាងអត់ឈ្នះពពួក hero ហ្នឹងឯងអ្នកគ្នាណែ cushion ស្កានេះពណ៌សលើអាវមុខហ្នឹងមានធ្វើរៀងដុសស្នែងអីនេះគេហៅថាប្រុសស្អាត dragon ណាយើងមើលជាមួយនឹង skill effect គេថាស្អាតដែរនេះក៏វាយបាត់សេចក្ដីថាសេរីអីក៏សេរីម៉េះនេះអានេះគេសេរីឲ្យចេញ skill effect ហ្នឹងអ្នកនេះអត់ចេះចិនហ្នឹងការវាយបាត់សេចក្ដីថាeffect នេះល្មមskill ទី1ចោល digger ទៅលើ enemy សញ្ញា digger ជាប់ enemy ហ្នឹងគឺតទេបងអ្នកនេះវាគាត់ថាធ្វើក្រហមអីខ្វែងក្រោមជើង enemy មកបន្តិចអ្នកនេះមើលទៅអត់ទៅនឹងសោះតែអាពេលចោលហ្នឹងចេញទៅដូចចេញក្បាលនាគមិនអីមើលគេសេរី effect គីឡូនិយាយទៅ skin cushion នេះវាអត់សូវទៅនឹងអ្នកនេះចោល digger អូ
តែអ្វីដែលខ្ញុំចាប់អារម្មណ៍ដូចអ្នកនរគ្នាឃើញមិញអញ្ចឹងអា skill ទី2របស់ cushion ណាអាពេលចោលទៅចេញសកានេះធំមើលទៅទំនើងខ្លាំងមែនតើអ្នកគ្នាតែអានេះអាចទទួលយកបានអ្នកគ្នាជាមួយនឹង skin cushion នេះ ស្អាតអ្នកគ្នាស្អាតអានេះខ្ញុំនិយាយឲ្យស្មោះត្រង់និយាយទៅស្អាតអា skill ទី2 skill ទី3វាមើលទៅដូចតែធម្មតាណាស់ទេជាមួយនឹង skill ទី1ប៉ុន្តែ skill ទី2ស្អាតអូយស្អាតខ្លាំងមែនតើជាមួយនឹង skin cushion នេះចេញមកដឹងតែខ្ញុំទៀតហើយ skin ហ្នឹងតែ skill ទី1ទី3អីអត់ស្អាតទេឥឡូវចេញមកដល់ណាតានវិញម្ដងណាតាន skin MSC អ្នកគ្នាហើយ MSC គឺចិត្តមកដល់ហើយអ្នកគ្នានៅក្នុងខែ7ថ្ងៃខាងមុខហ្នឹងឯងចាំមើលថា MSC វាមានអីដែលថ្មីខ្លះនៅក្នុង event ហ្នឹងណា skin នោះមានបង្ហាញអីចិត្តអស់នាទីណាអូបង្ហាញតែប៉ុណ្្នឹងមិនដឹងអ្នកគ្នាមែនប៉ុណ្្នឹងមែនអូខេអញ្ចឹងតើតើជាមួយនឹង skin ដែលខ្ញុំបង្ហាញដល់អ្នកទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរទៅលើ skin ទាំងអស់ហ្នឹងគឺអាច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកតែអ្វីដែលសំខាន់នៅល្ងាចនេះជាមួយនឹង event aspirin គឺនឹងចូលមកដល់ server ផ្លូវការរបស់យើងហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលរងចាំជាមួយនឹង event aspirin គឺត្រៀមឲ្យហើយទៅហើយសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការកក់ diamond ឬក៏ top up diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់ទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់រយៈតាម website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយ